នៅថ្ងៃទី8ខែកក្កដាឆ្នាំ2011យានអវកាសឈ្មោះ Atlantis ត្រូវបាន NASA បាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាសរបស់ខ្លួននៅក្នុងរដ្ឋ Florida នេះគឺជាបេសកកម្មចុងក្រោយបង្អស់នៃកម្មវិធីយានអវកាស Space Shuttle របស់ NASA ចាប់ពីពេលនោះមកអាមេរិកលែងបញ្ជូនអវកាសយានិកចេញទៅទីអវកាសដោយខ្លួនឯងទៀតហើយដោយរាល់ការបញ្ជូនអវកាសយានិករបស់អាមេរិកទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិត្រូវពឹងទៅលើយានអវកាស Soyuz របស់រុស្ស៊ីដែលមានទីតាំងបាញ់បង្ហោះស្ថិតនៅក្នុងប្រទេសកាហ្សាក់ស្ថានជាមួយនឹងការរីកលូតលាស់នៃបច្ចេកវិទ្យាអវកាសឯកជនដូចជាក្រុមហ៊ុន SpaceX ជាដើម NASA ក៏បានចាប់ផ្ដើមគម្រោងអវកាសថ្មីមួយដែលមានកិច្ចសហការជាដៃគូរវាងរដ្ឋនិងឯកជនហើយគម្រោងថ្មីនេះគេរំពឹងថាវាអាចនឹងកាត់បន្ថយតម្លៃនៅក្នុងការបញ្ជូនអវកាសយានិកទៅក្នុងទីអវកាសនោះផងនិងរឹតតែសំខាន់ជាងនេះទៅទៀតវាគឺជាការស្ដារមោទនភាពជាតិរបស់អាមេរិកឡើងវិញផងតាមរយៈការបាញ់បង្ហោះយានដឹកអវកាសយានិកដោយខ្លួនឯងនៅក្នុងទឹកដីអាមេរិកខ្លួនឯងហើយលែងពឹងលើរុស្ស៊ីនៅក្នុងការអនុវត្តគម្រោងនេះ SpaceX ត្រូវបង្ហាញអំពីប្រសិទ្ធភាពនៃបច្ចេកវិទ្យារបស់ខ្លួនក្នុងការបញ្ជូនអវកាសយានិកទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិនិងត្រឡប់មកវិញដោយសុវត្ថិភាពតាមរយៈបេសកកម្មចម្បងពីរដែលគេឲ្យឈ្មោះថា Demo 1 និង Demo 2 Demo 1គឺជាបេសកកម្មដោយគ្មានអវកាសយានិកដែល SpaceX បានធ្វើប្រកបដោយជោគជ័យកាលពីឆ្នាំ2019កន្លងទៅហើយ Demo 2គឺជាបេសកកម្មដែលមានដឹកអវកាសយានិកហើយដែលជាដំណាក់កាលចុងក្រោយមុននឹងគម្រោង NASA SpaceX នេះអាចចាប់ផ្ដើមដាក់ឲ្យប្រតិបត្តិការជាផ្លូវការបេសកកម្មបាញ់បង្ហោះយានដឹកអវកាសយានិកទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិឬ Demo 2នេះត្រូវបានគេគ្រោងធ្វើនៅថ្ងៃទី27ឧសភាក៏ប៉ុន្តែដោយសារតែអាកាសធាតុមិនអំណោយផលហើយដោយសារតែការបាញ់បង្ហោះនេះវាចាំបាច់ត្រូវតែធ្វើឡើងនៅក្នុងពេលវេលាមួយជាក់លាក់ដើម្បីឲ្យត្រូវគ្នាទៅនឹងគន្លងតារាវិថីរបស់ស្ថានីយ៍អវកាសអន្តរជាតិដូច្នេះទើបគេសម្រេចលើកពេលមកធ្វើនៅថ្ងៃសៅរ៍នេះវិញតាមគម្រោងប្រសិនបើមិនមានបញ្ហាអាកាសធាតុហើយអ្វីអាចដំណើរការដូចជាការគ្រោងទុកយានអវកាសដ៏ទំនើបឈ្មោះ Crew Dragon ផ្ទុកអវកាសយានិកអាមេរិកចំនួន2រូបនឹងត្រូវគេបាញ់បង្ហោះដោយប្រើរ៉ុកែត Falcon 9 បាញ់ចេញពីមជ្ឈមណ្ឌលអវកាស John Kennedy នៅ Cape Canaveral រដ្ឋ Florida ក្រោយពីផ្ដាច់ខ្លួនចេញពីរ៉ុកែត Falcon 9 យាន Crew Dragon នេះនឹងធ្វើដំណើរនៅក្នុងល្បឿនរហូតដល់ទៅប្រមាណជា 27,000 គីឡូម៉ែត្រក្នុង1ម៉ោងសម្ដៅទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិឬ International Space Station ដោយដែលគេបានធ្វើតេស្តប្រកបដោយជោគជ័យនៅក្នុងបេសកកម្មកាលពីឆ្នាំ2019រួចមកហើយយានអវកាស Crew Dragon នេះវាគឺជាយានដ៏ទំនើបអាចដំណើរការដោយស្វ័យប្រវត្តិយ៉ាងពេញលេញហើយអាចភ្ជាប់ខ្លួនជាមួយនឹងស្ថានីយ៍អវកាសអន្តរជាតិនេះដោយខ្លួនឯងមិនចាំបាច់មានអន្តរាគមន៍ពីអវកាសយានិកយានអវកាសនេះមានសមត្ថភាពអាចស្ថិតនៅក្នុងគន្លងតារាវិថីជាមួយនឹងស្ថានីយ៍អវកាសអន្តរជាតិរហូតដល់ទៅ110ថ្ងៃក៏ប៉ុន្តែរយៈពេលជាក់ស្ដែងនៃបេសកកម្មលើកនេះនឹងត្រូវគេកំណត់នឹងពេលក្រោយអាស្រ័យទៅតាមតម្រូវការជាក់ស្ដែងរបស់ NASA នៅក្រៅពេលដែលបេសកកម្មត្រូវបញ្ចប់ទៅតាមការកំណត់យាន Crew Dragon ផ្ទុកអវកាសយានិកទាំងពីររូបដដែលនឹងត្រូវផ្ដាច់ខ្លួនដោយស្វ័យប្រវត្តិចេញពីស្ថានីយ៍អវកាសអន្តរជាតិបន្តមកតួយានមួយផ្នែកខាងក្រោយដែលគេលែងត្រូវការនឹងត្រូវផ្ដាច់ចេញដោយទុកតែផ្នែកខាងមុខដែលជាផ្នែកមានផ្ទុកអវកាសយានិកឲ្យធ្វើដំណើរត្រឡប់មកផែនដីវិញដោយត្រូវទម្លាក់ខ្លួនទៅក្នុងទឹកសមុទ្រហើយដោយមាននាវាសង្គ្រោះនៅរងចាំជាស្រេចដើម្បីស្រង់យាននិងអវកាសយានិកចេញពីទឹកមកវិញប្រសិនបើបេសកកម្មនេះអាចដំណើរការទៅប្រកបដោយជោគជ័យវាមានន័យថានេះគឺជាលើកទី1ដែលអាមេរិកអាចបញ្ជូនអវកាសយានិកទៅកាន់ទីអវកាសដោយខ្លួនឯងចេញពីទឹកដីអាមេរិកខ្លួនឯងនៅក្នុងរយៈពេលប្រមាណជា1ទសវត្សរ៍កន្លងមកនេះហើយនេះវាគឺជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិរបស់ក្រុមហ៊ុន SpaceX ហើយដែលវាអាចជាជំហានដ៏សំខាន់មួយនៅក្នុងមជ្ឈដ្ឋានរបស់លោក Elon Musk ដែលចង់បញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ